nhưពេលដែលឆ្កែខាំអ្វីដែលសំខាន់ជាងវ៉ាក់សាំងទៅទៀតនេះគឺ antibody ឬក៏ immunoglobulin គឺជាថ្នាំមួយដែលចាក់នៅជុំវិញរបួសបើសិនជារបួសហ្នឹងនៅកនៅក្បាលនៅភ្នែកនៅមុខនៅអីគឺចាក់នៅជុំវិញរបួសភ្លាមដើម្បីការពារកុំឲ្យមេរោគហ្នឹងចូលទៅខួរក្បាលតាន់បាទហើយវ៉ាក់សាំងយើងក៏ត្រូវចាក់ជាមួយគ្នាដែរប៉ុន្តែ immunoglobulin ឬក៏ antibody នេះមានពីរប្រភេទមួយគឺប្រភេទមកពីមនុស្សហើយពីរទៀតគឺប្រភេទមកពីសេះមនុស្សថ្លៃជាងបាទគេផលិតមកពីantibody របស់មនុស្សហ្នឹងបាទថ្លៃជាងអញ្ចឹងវាការពារបានលឿនជាងវ៉ាក់សាំងហើយវានៅក្នុងខ្លួនយើងរយៈពេលខ្លីជាងប៉ុន្តែវ៉ាក់សាំងវាធ្វើការយូរហើយបន្ទាប់ពីហើយវានៅធ្វើការនៅក្នុងខ្លួនមនុស្សយើងបានយូរដែរអញ្ចឹងហេតុអីបានយើងត្រូវចាក់ទាំងវ៉ាក់សាំងផងត្រូវចាក់ទាំង immunoglobulin ផងអញ្ចឹងយើងមាន category 3 category ទី1ហ្នឹងគឺ category មិនចាក់វ៉ាក់សាំងទេហើយ category ទី2ហ្នឹងគឺជា category ដែលចាក់វ៉ាក់សាំងហើយ category ទី3ហ្នឹងគឺជា category ដែលចាក់វ៉ាក់សាំងផងជាបាទចាក់ immunoglobulin ជំវិញរបួសហ្នឹងផងការពារកុំឲ្យវាមេរោគហ្នឹងទៅលឿនពេកទៅចូលដល់ខួរក្បាល